ណាស់ហើយមិនអីទេឲ្យពួកខ្ញុំដេកក្រោមដើមឈើហាលខ្យល់ហាលភ្លៀងក៏បានដែរឲ្យមូសស៊ីតែម្ដងទៅបើគ្មាននរណាគេមេត្តានោះមិនថាជាតិនេះឬក៏ជាតិណាបងសូមប្រាថ្នាបានជួបប្រសំជាគូនឹងអូនគ្រប់ជាតិគ្រប់ភពរស់នៅបានសមជានិច្ចនិរន្តរ៍រឿងជីវិតឥតន័យនិពន្ធដោយដនសូដារ៉ាន់នារដូវកាលចូលឆ្នាំខ្មែរក៏បានមកដល់មនុស្សគ្រប់គ្នាទាំងប្រុសទាំងស្រីនាំគ្នារត់រះមនីមនារៀបចំតុបតែងផ្ទះខ្លះក៏ជួបជុំបងប្អូនខ្លះក៏ទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃឯអ្នកខ្លះទៀតត្រៀមខ្លួនក្នុងការធ្វើដំណើរកម្សាន្តចម្លែកប្លែកអីតែកំឡោះផាកនដែលពួនសំងំនៅផ្ទះហាក់ដូចជាមិនរីករាយនារដូវកាលបុណ្យទានដូចគេសោះប្រៀបដូចជាមានរឿងអ្វីមួយយ៉ាងដែលសោកសៅរំខានចិត្តនៃកំឡោះរបស់យើងអ៊ីចឹងដែរវិចិត្រតើឯងខំជិះពីឆ្ងាយមករកគ្នាមានការអីដែរគឺគ្នាចង់មកបបួលផកនឯងទៅដើរលេងហ្នឹងណាព្រោះគ្នាឃើញឯងហាក់ដូចជាក្រៀមក្រំណាស់ក្នុងពេលមួយរយៈនេះតាំងតែពីគូតដឹងឯងបានស្លាប់ទៅឯងហាក់ដូចជាមនុស្សដែលមានតែរូបរាងគ្មានព្រលឹងវិញ្ញាណនៅក្នុងខ្លួនអញ្ចឹងបែបនេះហើយទើបបានជាយើងចង់នាំឯងទៅដើរលេងកម្សាន្តម្ដងឲ្យឯងបានធូរស្រាលអារម្មណ៍ខ្លះណាខ្ញុំអរគុណឯងហើយណាវិចិត្រមិនត្រឹមតែរឿងដែលគូតដឹងខ្ញុំបានស្លាប់ចោលនោះទេគឺមានរឿងផ្សេងច្រើនទៀតណាស់ដែលខ្ញុំត្រូវដោះស្រាយបែបនេះហើយបានជាខ្ញុំគ្មានអារម្មណ៍ចង់ទៅដើរលេងឯណាទេទោះជាដើរដល់ណាកន្លែងអ៊ូអរយ៉ាងណាក៏ចិត្តខ្ញុំនៅតែកើតទុកដែរតែយ៉ាងណាក៏ដោយក៏ខ្ញុំសូមអរគុណឯងដែរដែលឯងខំគិតគូរពីសុខទុក្ខខ្ញុំកុំគិតអញ្ចឹងអីផកនឯងជឿខ្ញុំម្ដងទៅណាប្រកាសណាស់ខ្ញុំហ៊ានធានាថាដំណើរកម្សាន្តលើកនេះគឺប្រកាសជាជួយឲ្យឯងប្លែកអារម្មណ៍ជាមិនខានទេព្រោះខ្ញុំមិនចង់ឲ្យឯងទៅកន្លែងកម្សាន្តមានមនុស្សច្រើនអ៊ូអរទេខ្ញុំចង់នាំឯងទៅតំបន់មួយដែលឆ្ងាយដាច់ស្រយាលទៅមើលពីតថភាពជាក់ស្ដែងពីប្រជាជននៅទីនោះទៅតំបន់ដាច់ស្រយាលគួរឲ្យចាប់អារម្មណ៍ដែរតាគ្នាធ្លាប់ឮថាប្រជាជននៅទីនោះក្រីក្រណាស់បានគ្នាព្រមទៅជាមួយឯងចុះណាវិចិត្រល្អណាស់អញ្ចឹងយើងគិតតែចេញដំណើរទៅស្អែកតែម្ដងទៅអញរៀបខោអាវឲ្យច្រើនទៅណាផកនព្រោះពួកយើងប្រហែលជាទៅយូរថ្ងៃទើបត្រឡប់មកទីក្រុងវិញគ្នាដឹងហើយសម្លាញ់ស្អែកឡើងកំឡោះទាំងពីរក៏នាំគ្នាចេញដំណើរដោយដែលពួកគេបានគ្រោងទុងម៉ែពិសាថ្នាំនេះសិនទៅម៉ែថ្នាំនេះថ្នាំខ្មែរកូនទៅដាំឲ្យថ្មីបើម៉ែនៅតែមិនបានធូរទៀតកូននឹងទៅទិញថ្នាំពេទ្យឲ្យម៉ែពិសាម្ដងអើយមិនបាច់ទិញថ្នាំពេទ្យអីទេកូនពេទ្យនៅឆ្ងាយពីភូមិយើងណាស់ណាមួយថ្លៃថ្នាំក៏ថ្លៃទៀតនាំទៅអស់លុយឥតអំពើទេកូនម៉ែផឹកតែថ្នាំនេះបានហើយកូនចាស់ម៉ែអញ្ចឹងម៉ែសម្រាប់សិនទៅកូនយកដំឡូងទៅលក់សិនព្រោះថ្ងៃនេះកូនទៅជីកបានដំឡូងមើមធំល្អណាស់ម៉ែល្អណាស់កូនទៅចុះកូនពិសីក៏បានយកដំឡូងទូលដើរលក់ចេញពីផ្ទះមួយទៅផ្ទះមួយទាំងកណ្ដាលថ្ងៃត្រង់មិនថាការងារអ្វីហត់នឿយយ៉ាងណាក៏ពិសីស៊ូទ្រាំមិនដែលរអ៊ូរទាំឡើយព្រោះដើម្បីយកលុយមកព្យាបាលម្ដាយដែលកំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរហើយពិតជាដូចឯងថាមែនវិចិត្រយើងសម្រេចចិត្តមកលេងទីនេះពិតជាមិនខុសមែនទោះបីជាកន្លែងដាច់ស្រយាលក៏ពិតមែនប៉ុន្តែទីនេះគឺមានខ្យល់បរិសុទ្ធត្រជាក់ត្រជុំល្អណាស់បានមកហើយគឺបានធូរស្រាលផ្លូវចិត្តតែម្ដងណ៎ឃើញទេគ្នាថាហើយថាឯងច្បាស់ជាពេញចិត្តទីនេះជាមិនខានមើលនោះសម្លាញ់ដើមឈើធំល្អណាស់មើលទៅទីនេះគឺជាទីដ៏សែនមនោរម្យគួរឲ្យចង់រស់នៅណាស់គ្នាក៏គិតអញ្ចឹងដែរណែបែបនេះល្អទេយើងគិតថាយើងគួរទៅនៅកំសាន្តទីនេះឲ្យយូរបន្តិចទៅល្អដែរអត់
ល្អណាស់គ្នាឯកភាពគ្នាពិតជាពេញចិត្តទឹកដីនៅទីនេះខ្លាំងណាស់រហូតដល់ថ្នាក់មិនចង់ទៅទីក្រុងវិញទេព្រោះទីនោះចេះតែជួបរឿងស្មុគស្មាញមិនឈប់ណែកុំគិតអញ្ចឹងអីយ៉ាងណាក៏ត្រូវតែត្រឡប់ទៅវិញដែរដឹងតាគ្រាន់តែនិយាយលេងទេណែឯងឃើញទេណោះប្អូនស្រីម្នាក់នោះទូលអីលក់ហ្នឹងឯណាដំឡងអំពូមីងទិញដំឡងទេអំពូមីងទិញដំឡងទេដាក់ឲ្យមីងមកថោកមកណាមីនាងចាមីងនេះមីងហើយណែលុយក្មួយនិយាយអញ្ចឹងម្ដាយឯងបានធូរខ្លះហើយនៅពិសីក្មួយចាមីងគាត់មិនទាន់បានធូរនៅឡើយទេមីងមីងជូនពរគាត់ឆាប់ជាណាឯងមានតែ2អ្នកម្ដាយកូនផងបើអត់ពីគាត់ទៅមិនដឹងជាឯងនេះត្រូវរស់នៅយ៉ាងម៉េចទេរស់នៅជាមួយណាទៅក្មួយអើយក្មួយចាមីងខ្ញុំអរគុណមីងហើយដែលបារម្ភពីម៉ែរបស់ខ្ញុំឥឡូវនេះខ្ញុំលាមីងទៅដើរលក់បន្តសិនហើយមីងដំឡងអើយដំឡងទិញដំឡងទេអំពូមីងនាងមកនេះបន្តិចខ្ញុំទិញដំឡងចាខ្ញុំទៅឲ្យលោកតើលោកចង់យកប្រមាណថងដែរនៅសល់ប្រមាណដាក់ឲ្យខ្ញុំទាំងអស់មកចាបានអរគុណណាស់ដែលបានជួយទិញនិយាយអញ្ចឹងពួកលោកមកពីណាដែរមើលទៅដូចជាមិនមែនអ្នកស្រុកនៅជិតនេះទេបាទពួកខ្ញុំមកពីទីក្រុងពួកខ្ញុំមិនមែនជាអ្នកស្រុកជិតនេះទេពួកខ្ញុំគ្រាន់តែជាអ្នកទេសចរមកកំសាន្តតែប៉ុណ្ណោះប្លែកណាស់អ្នកទីក្រុងចង់មកកន្លែងដាច់ស្រយាលទៅវិញថាទៅក៏ល្អម្យ៉ាងដែរមនុស្សយើងម្នាក់សុទ្ធតែចង់ឃើញអ្វីដែលថ្មីប្លែកកំសាន្តអារម្មណ៍សូម្បីតែខ្ញុំជាអ្នកជនបទក៏ចង់ទៅកំសាន្តនៅទីក្រុងដែរតាំងពីកើតមកខ្ញុំមិនដែលស្គាល់ទីក្រុងទេក្នុងជីវិតនេះបើបានស្គាល់តែម្ដងក៏អស់ចិត្តដែរលឺនាងនិយាយបែបនេះដូចជាកំសត់ដល់ហើយលឺបែបនេះហើយចង់ទៅនាំទៅក្រុងឥឡូវនេះតែម្ដងទេមិនដល់ថ្នាក់នឹងទេព្រោះបើទោះបីខ្ញុំចង់ទៅក៏មិនអាចទៅបានដែរព្រោះខ្ញុំមិនអាចទុកម្ដាយរបស់ខ្ញុំដែលកំពុងឈឺចោលបានទេនេះដំឡងរវល់តែនិយាយវែងឆ្ងាយសឹងតែភ្លេចឲ្យដំឡងទៅលោកហើយអរគុណហើយណាដែលបានជួយទិញខ្ញុំលាសិនហើយណែនាងឈប់សិនទិញអស់ហើយតាឯងហៅមកធ្វើអីទៀតវិចិត្រចាស់លោកមានអ្វីមែនទេគឺពួកខ្ញុំចង់សួរថាម្ដុំនេះមានកន្លែងទទួលភ្ញៀវឲ្យសម្រាកកំសាន្តដែរទេព្រោះតែពួកខ្ញុំរកមើលមួយថ្ងៃហើយមិនឃើញមានផ្ទះសំណាក់សោះសូម្បីតែមួយកន្លែងនៅម្ដុំនេះគ្មានអ្នកណាមកបើកផ្ទះសំណាក់នោះទេព្រោះថាមួយឆ្នាំសឹងតែគ្មានអ្នកទេសចរមកដើរកំសាន្តម្នាក់ផងពិតមែនហើយខ្ញុំភ្លេចឲ្យឈឹងផាកនតែយើងធ្វើយ៉ាងម៉េចទៅសម្លាញ់យើងប្រកាសជាគ្មានកន្លែងដេកហើយគិតអញ្ចេះទៅអ្នកទាំងពីរសុំផ្ទះអ្នកស្រុកសម្រាប់តែម្ដងទៅសុំផ្ទះអ្នកណាទៅបើពួកខ្ញុំមិនដែលស្គាល់អ្នកណាគេម្នាក់ផងហ្នឹងតែបើមិនយល់ទាស់ទេណែនាងយ៉ាងម៉េចឆាប់និយាយមកនាងអនុញ្ញាតឲ្យពួកយើងទៅស្នាក់នៅផ្ទះរបស់នាងផងបានទេអូយដូចជាមិនសមទេពួកលោកជាប្រុសមកនៅផ្ទះខ្ញុំជាមនុស្សស្រីមិនដឹងកើតណាមួយផ្ទះរបស់ខ្ញុំគឺពិតជាតូចចង្អៀតខ្លាំងណាស់ណាស់ហើយមិនអីទេឲ្យពួកខ្ញុំដេកក្រោមដើមឈើហាលខ្យល់ហាលភ្លៀងក៏បានដែរឲ្យមូសស៊ីតែម្ដងទៅបើគ្មាននរណាគេមេត្តានោះណែណាហើយខ្ញុំនាំទៅផ្ទះខ្ញុំក៏បានប៉ុន្តែអ្នកទាំងពីរត្រូវសុំអនុញ្ញាតពីម៉ែរបស់ខ្ញុំជាមុនសិនបើគាត់មិនព្រមទេមុខជាអត់ហើយណាបានយល់ព្រមពួកខ្ញុំអរគុណនាងណាពិសីក៏បាននាំផាកននិងមិត្តភ័ក្តិទៅកាន់ផ្ទះរបស់នាងគ្រាន់តែបានឃើញសភាពផ្ទះរបស់ពិសីភ្លាមធ្វើឲ្យផាកនកាត់ក្តីអាណិតក្តុកក្តួលឈួលក្នុងអារម្មណ៍ស្ទើរតែស្រក់ទឹកភ្នែកចេញមកក្មេងស្រីកំសត់រស់នៅតែពីរអ្នកម្ដាយចាស់ជរាជីវភាពកំសត់តោកយ៉ាក់លំបាកយ៉ាងហ្នឹងតើថ្ងៃមុខឲ្យនាងរំពឹងអ្នកណាទៅជាស្ត្រីភេទទុនខ្សោយប៉ុន្តែខំប្រឹងរកស៊ីលក់ដូរយកលុយទុកទិញថ្នាំឲ្យម្ដាយ
អំរែកមួយនេះពិតជាធ្ងន់ពេកហើយសម្រាប់នាងក្មេងល្អកតញ្ញូដូចជានាងសមតែទទួលបានសេចក្តីសុខរស់នៅសុខសប្បាយថ្ងៃណាមួយខ្ញុំនឹងផ្ដល់ស្នាមញញឹមទៅឲ្យក្មេងស្រីដ៏គួរឲ្យអាណិតម្នាក់នេះឲ្យបានអើយពិសីនាំអ្នកណាមកនឹងកូនជំរាបសួរមីងចាលើកដៃថ្វាយព្រះក្មួយម៉ែគាត់ទាំងពីរអ្នកនេះគឺជាអ្នកមកពីស្រុកឆ្ងាយមកកំសាន្តនៅទីនេះណាម៉ែពួកខ្ញុំគិតថាមកសុំអនុញ្ញាតពីមីងស្នាក់នៅទីនេះបានមួយរយៈមែនហើយមីងបើមីងមិនព្រមទេពួកខ្ញុំគ្មានកន្លែងដេកទេព្រោះពួកខ្ញុំគ្មានស្គាល់សាច់ញាតិឯណានៅម្ដុំនេះទេម៉ែគិតយ៉ាងម៉េចដែរម៉ែមិនថាអីទេកូនយ៉ាងណាពួកក្មួយបានជាមកទៅហើយសម្រាប់នៅទីនេះចុះប៉ុន្តែកុំធ្វើអីមិនសមរម្យឲ្យសោះណាព្រោះមីងមានកូនកំមុំអញ្ចឹងងាយនឹងទាស់ភ្នែកញាតិបានមីងខ្ញុំអរគុណមីងហើយមីងកុំបារម្ភអីខ្ញុំនឹងមិនធ្វើអីផ្ដេសផ្ដាសឲ្យខុសទេមីងបើអញ្ចឹងល្អណាស់ក្មួយផាកនបានស្នាក់នៅផ្ទះរបស់ពិសីអស់ជាច្រើនថ្ងៃជារៀងរាល់ថ្ងៃក្តីអាណិតរបស់ផាកនទៅលើពិសីកាន់តែកើនឡើងជាលំដាប់រហូតคล้ายទៅជាក្តីស្រឡាញ់អ្នកទាំងពីរបានស្រឡាញ់គ្នានិងស្វែងយល់ចិត្តគ្នាទៅវិញទៅមកស្នេហារវាងកំឡោះទីក្រុងនិងក្រមុំជនបទមួយគូនេះពិតជាស្អិតរមួតជ្រាលជ្រៅពោពេញទៅដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែមថ្មនេះទៅហើយអូននៅមិនទាន់ចូលគេងទៀតហ៎យប់នេះអូនគេងមិនលក់ទេបានជាមកអង្គុយមើលព្រះច័ន្ទនឹងណាហើយចុះបងវិញហេតុអីក៏មិនចូលសម្រាកបងក៏គេងមិនលក់ដែរបងខ្វល់ចិត្តណាស់តើបងកង្វល់ចិត្តរឿងអីទៅបងឆាប់និយាយប្រាប់អូនមកចុះគឺចិត្តដល់ថ្ងៃដែលបងត្រូវត្រឡប់ទៅភ្នំពេញវិញហើយបងបានសម្រេចចិត្តហើយថានឹងឲ្យវិចិត្រទៅវិញតែម្នាក់ឯងចុះបងមិនអាចទុកអូនចោលឲ្យនៅម្នាក់ឯងបាននោះទេបងសម្រេចចិត្តនៅជាមួយអូនហើយបើមានបងនៅក្បែរគ្រាន់នឹងអូនបានពឹងពាក់បងនឹងនៅជាមួយអូនមើលថែអូននឹងការពារអូនចាប់ពីពេលនេះទៅអូននឹងមិនឯកាគ្មាននរណាទីពឹងទៀតទេគឺបងនេះហើយដែលនៅចាំថែរក្សាអូនដោយស្មោះត្រង់បងនៅទីនេះមិនកើតទេចុះការងាររបស់បងចុះគ្រួសារបងពួកគាត់ក៏ត្រូវការបងដូចគ្នាសូមកុំព្រោះតែខ្ញុំបងបោះបង់ពួកគាត់អីឪពុកម្ដាយបងគាត់ស្លាប់ចោលបងអស់ហើយកាលពីមុនបងធ្លាប់មានគូដណ្ដឹងជាទីស្រឡាញ់ម្នាក់គេក៏ត្រូវមច្ចរាជឆក់ចេញពីបងទៅទៀនបងស្ទើរតែស្លាប់ទៅតាមទៅហើយជីវិតបងនេះបងគ្មានន័យអ្វីទៀតទេប៉ុន្តែតាំងពីបានជួបអូនមកគឺធ្វើឲ្យបងមានកម្លាំងរស់គឺព្រោះតែបងត្រូវតែរស់នៅដើម្បីសង្គ្រោះអូននឹងហើយអូនរំជួលចិត្តខ្លាំងណាស់អូនមានសំណាងណាស់ដែលបានជួបប្រទះមនុស្សប្រុសដែលមានបេះដូងមេត្តាបែបនេះទឹកចិត្តរបស់បងធំធេងណាស់អូនមិនដឹងថានឹងយកអ្វីមកសងគុណឲ្យស័ក្តិសមនោះទេពិសីអូនជាមនុស្សដែលមានតម្លៃគ្រប់គ្រាន់ស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់បងសន្យានឹងមើលថែអូនផ្ដល់ការកក់ក្ដៅឲ្យអូនរស់នៅបានស្កប់ស្កល់អស់មួយជីវិតវិចិត្រក៏បានលាអ្នកទាំងអស់គ្នាត្រឡប់ទៅទីក្រុងបាត់ទៅទុកឲ្យផាកននៅជនបទជាមួយពិសីនិងម្ដាយពិសីកូនម៉ែគិតថានៅមិនយូរទៀតឡើយណាកូនម៉ែកុំនិយាយបែបហ្នឹងអីម៉ែកុំទៅណាចោលកូនឲ្យសោះណាម៉ែត្រូវទៅនៅជាមួយកូនណាម៉ែណាម៉ែដឹងខ្លួនឯងច្បាស់ណាស់កូនម៉ែមិនអាចនៅជាមួយកូនបានទៀតទេពិសីម៉ែកុំអភ័យកូនអីណាម៉ែត្រូវតស៊ូឡើងណាម៉ែកូននឹងនាំម៉ែទៅព្យាបាលនៅមន្ទីរពេទ្យផាកនមីងដឹងច្បាស់ណាស់ថាឯងគិតយ៉ាងណាទៅលើពិសីកូនស្រីរបស់មីងមិនថាអីទេណាអត់ពីមីងទៅ
មីងសុំពឹងឯងថែរក្សាគេជំនួសមីងផងណាមីងដឹងថាក្មួយជាមនុស្សល្អមានភាពស្មោះត្រង់តែប៉ុណ្ណឹងមីងស្លាប់ទៅបិទភ្នែកចិត្តហើយមីងទុកចិត្តលើក្មួយហើយណាផាកូនបាទមីងកុំបារម្ភអីខ្ញុំនឹងទុកពិសីស្មើនឹងកែវភ្នែករបស់ខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាងឲ្យទៅនាងម៉ែបាត់ភ្នែកវិញមកម៉ែកំតែចោលកូនណាម៉ែណាម៉ែឆាប់បាត់ភ្នែកឡើងមកណាម៉ែកូនសុំទោសម៉ែកំសត់ពេកហើយមួយជីវិតនេះម៉ែមិនអាចស្គាល់ភាពសំណុកម្ដងណាទេកូនមិនអាចធ្វើឲ្យម៉ែរស់សុខស្រួលកូនសុំទោសណាម៉ែកូនសុំខមាទោសសូមម៉ែទៅឲ្យបានសុខបើមានចិត្តក្រោយពិតកូនសូមកាត់មកជាកូនរបស់ម៉ែទៀតណាម៉ែណាសូមម៉ែទៅកាន់ទីឋានសុគតិភពចុះណាម៉ែកាត់ចិត្តទៅអូនគាត់ទៅបានសុខហើយអូនមើលថែគាត់បានល្អបំផុតហើយអូនអ្នកម្ដាយកំសត់របស់កូនអើយកូនខ្លាចផ្សាខ្លាំងណាស់គាត់ទៅកន្លែងដែលស្ងប់សុខហើយអូនមួយខែក្រោយមកពិសីអូនបងគិតថាពួកយើងគួរតែទៅរកស៊ីនៅទីក្រុងទៅពួកយើងអាចធូរធាននឹងគេព្រោះថានៅទីនេះគ្មានការងារធ្វើទេបងមិនចង់ឲ្យអូនលំបាកបែបនេះតទៅទៀតទេអូនតាមតែបងទេព្រោះអូននៅសល់តែបងម្នាក់គត់ម៉ែគាត់ក៏ស្លាប់ទៅហើយបងទៅទីណាអូនក៏ទៅទីនោះបើអញ្ចឹងពួកយើងរៀបចំចាញ់ស្អែកនេះតែម្ដងទៅអូននឹងអាលយើងឆាប់បានទៅសុំការងារគេធ្វើចាបងអូននឹងទៅរៀបចំឥឡូវនេះតែម្ដងល្អណាស់អូនឆាប់ទៅអញ្ចឹងបងជំរាបសួរបងមានខ្វះបុគ្គលិកទេចង់ឲ្យខ្ញុំធ្វើអ្វីក៏បានដែរបងលាងចានរត់តុបោសជូតអ្វីក៏បានដែរបងហាងបងមានបុគ្គលិកគ្រប់គ្រាន់ហើយអូនបងមិនរើសទៀតទេបានបើអញ្ចឹងអរគុណបងហើយបងសុំទោសបងមានជ្រើសរើសបុគ្គលិកទៀតទេប្អូននិងប្រពន្ធមកសុំការងារបងធ្វើហាងយើងមិនត្រូវការបុគ្គលិកទៀតទេទៅចេញទៅបានអរគុណបងផាកននិងពិសីដើរសុំការងារគេធ្វើអស់ច្រើនកន្លែងប៉ុន្តែត្រូវគេបានបដិសេធរហូតអ្នកទាំងពីររស់នៅជាមួយគ្នាទាំងកវែកកឆ្នាំងក្រីក្រវេទនាបំផុតផាកននិងពិសីចាប់ផ្ដួចផ្ដើមគំនិតបង្កើតមុខរបររកស៊ីបន្តិចបន្តួចដោយខ្លួនឯងពួកគេទាំងពីរនាក់ប្រឹងប្រែងណាស់មិនដែលហ៊ានសម្រាកឡើយព្យាយាមសន្សំកាក់ល្អិតបន្តិចបន្តួចជារៀងរាល់ថ្ងៃពិសីអូនទៅហូបបាយងូតទឹកចូលសម្រាប់មុនបងទៅទុកឲ្យបងធ្វើម្នាក់ឯងបានហើយអូនមិនអីទេបងអូននៅជួយបងនឹងអាចឆាប់ហើយឆាប់បានទៅសម្រាប់ទាំងអស់គ្នាអូនឯងកុំរឹងទៅតឹងអីប្រយ័ត្នតែឈឺទៅសម្រាប់ទៅអូនដឹងទេបងមិនចង់ឃើញអូនឈឺទេអូនថាមិនអីគឺមិនអីហើយបងតោះញាប់ដៃញាប់ជើងទៅយើងគូស្នេហ៍ដ៏កំសត់កំរបានត្រដរប្រឹងប្រែងរកស៊ីតាំងពីក្រីក្ររហូតដល់មានបាននៅពេលដែលមានអ្វីហើយរឿងដ៏សែនរន្ធត់បំផុតក៏បានកើតឡើងឈាមពិសីអូនកើតអីហ្នឹងមិនក៏ក្អកធ្លាក់ឈាមអញ្ចឹងអូនចាំបន្តិចណាចាំបងយកអូនទៅមន្ទីរពេទ្យឥឡូវនេះពិសីអូនកុំធ្វើឲ្យបងភ័យឲ្យសោះណាលោកគ្រូពេទ្យសូមជួយប្រពន្ធរបស់ខ្ញុំផងលោកគ្រូពេទ្យលោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យសូមជួយនាងផង
ខ្ញុំចូលរួមសោកស្ដាយផងណាប្រពន្ធរបស់លោកបានកើតមហារាជដំណាក់កាលចុងក្រោយគឺមិនអាចព្យាបាលជាទេហាថាម៉េចមហារាជដំណាក់កាលចុងក្រោយមិនពិតទេលោកគ្រូពេទ្យមិនពិតទេលោកឆាប់និយាយមកប្រាប់ខ្ញុំមកថាមិនពិតទេពិសីហេតុអីក៏អូនកំសត់ម្ល៉េះអត់ទេមិនមែនជាការពិតទេបងកុំយំអីណាបងត្រូវតែទទួលស្គាល់ការពិតតោះយើងទៅផ្ទះយើងវិញទៅបងអត់ទេមិនមែនជាការពិតទេទេវតាអើយប្រាប់ខ្ញុំមកថាមិនមែនជាការពិតទេបងពេលអត់ពីអូនទៅបងកុំកាត់ទុកខ្លាំងពេកអូនមិនចង់ឃើញបងកាត់ទុកទេពុទ្ធោឲ្យអូនយើងរកស៊ីមានបានហើយយើងខំប្រឹងណាស់ទម្រាំទៅមានថ្ងៃនេះបងសុំវល់សូមអូនកុំទៅចោលបងអីយើងមានអ្វីគ្រប់យ៉ាងហើយអូនត្រូវទៅតស៊ូឡើងថ្ងៃដែលយើងជោគជ័យបងចាំមកយូរហើយអូនកុំដាច់ចិត្តទៅចោលបងឲ្យសោះណាពុទ្ធោបងសម្លាញ់មួយជីវិតនេះអូនគិតថាអូនពិតជាមានសំណាងណាស់ដែលបានច្រកក្រោមម្លប់បេះដូងដ៏សែនបរិសុទ្ធស្អាតរបស់បងក្តីមេត្តាករណារបស់បងចំពោះអូនពិតជាបានទទួលយ៉ាងកក់ក្ដៅឆ្អែតឆ្អន់ស្កប់ស្កល់រស់នៅជាមួយបងអូនពិតជាមានភាពកក់ក្ដៅជាតិនេះអូនមិនបានមើលថែសងគុណបងទេជាតិក្រោយអូនសូមសច្ចាជួបបងគ្រប់ជាតិបងត្រូវតែសន្យាថាត្រូវរៀនរស់ដោយគ្មានអូនណាបងសម្លាញ់តើបងត្រូវរៀនរស់បែបណាទៅម្ចាស់ជីវិតបងអើយបើគ្មានអូនដែលជាមនុស្សជាទីស្រឡាញ់ស្មើនឹងជីវិតរបស់បងជីវិតបងពិតជាគ្មានន័យអ្វីទេទ្រព្យសម្បត្តិលុយកាក់មាសប្រាក់វិឡាឡានគឺវាគ្មានន័យអីសោះសម្រាប់បងគឺបងខំរកវាមកដើម្បីតែផ្ដល់សេចក្តីសុខគ្រប់បែបយ៉ាងឲ្យអូនទៅម្នាក់គត់ព្រោះតែបងចង់ឃើញស្នាមញញឹមចង់ឃើញអូនមានសុភមង្គលតែហេតុម៉េចក៏ដាច់ចិត្តទៅចោលបងម្ល៉េះអាណិតបងផងណាអូនពួកយើងកំសត់កំរមកជាមួយគ្នាយូរណាស់ហើយណាអូនឲ្យអូនសំទោសបងសម្លាញ់អូនមានបំណងប្រាថ្នាចុងក្រោយមួយតើបំណងប្រាថ្នាអីទៅអូនឆាប់និយាយប្រាប់បងមកបងនឹងធ្វើជូនអូនទាំងអស់នៅពេលដែលអូនស្លាប់បងត្រូវយកសាកសពរបស់អូនទៅបូជានៅស្រុកកំណើតរបស់អូនជាកន្លែងដ៏ឆ្ងាយដាច់ស្រយាលទើបបណ្ដាលឲ្យអូនបានជួបបងហើយភ្នោរបស់អូនសូមបងដាក់ចិត្តភ្នោម៉ែរបស់អូននេះគឺជាក្តីប្រាថ្នាតែមួយគត់របស់អូនសូមអូនកុំព្រួយអីបងសន្យានឹងធ្វើតាមសម្ដីគ្រប់ម៉ាត់របស់អូនសម្លាញ់បងស្រឡាញ់អូនខ្លាំងណាស់អូនក៏ស្រឡាញ់បងដែរម្ចាស់ជីវិតអូនអត់ទេពិសីផាកនបានធ្វើគ្រប់យ៉ាងតាមបំណងប្រាថ្នារបស់ពិសីដោយយកសពរបស់នាងទៅបូជានៅកន្លែងដែលពួកគេទាំងពីរបានជួបគ្នាគ្រាដំបូងហើយភ្នោរបស់នាងក៏ត្រូវបានដាក់ក្បែរភ្នោរបស់ម្ដាយរបស់នាងដោយដែលបានសន្យាសូមឲ្យអូនបានទៅកាន់ទីឋានសួគ៌សុគតិភពយើងនឹងជួបគ្នានាជាតិខាងមុខសូមអូនបានសុខទៅកាន់ទីស្ងប់
មិនថាជាតិនេះឬក៏ជាតិណាបងសូមប្រាថ្នាបានជួបប្រសំជាគូនឹងអូនគ្រប់ជាតិគ្រប់ភពរស់នៅបានសមជានិច្ចនិរន្តរ៍ផាកនបានបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនឲ្យទៅមណ្ឌលកុមារកំព្រានិងមណ្ឌលចាស់ជរាទាំងអស់ហើយក៏បានចូលសាងភ្នោះបួសជាព្រះសង្ឃនៅក្នុងសំណាក់ព្រះពុទ្ធសាសនាទាល់តែអស់ជីវិត